chụpគ្នាថ្មីទៀតហើយនៅវីដេអូថ្មីទៀតហើយបងប្អូនចានេះគឺជាកូនប្រៀបមន់ដែលខ្ញុំបានចាំដាក់នៅក្នុងទ្រុង2គូចាស្មើនឹង4អញ្ចឹងណាបងប្អូនចាឥឡូវពេលល្ងាចវាចាប់ផ្ដើមឡើងទុំលើធ្នើហើយដើម្បីដេកអញ្ចឹងណាបងប្អូនចាអានេះកូនប្រៀបមន់ដែលវាញាស់ធំនោះបងប្អូនណាចាហើយបងប្អូនមកទស្សនានៅប្រៀបមន់ពណ៌សបងប្អូនចាម្នាក់មកជាហៀងអញ្ចឹងណាបងប្អូនចាហើយប្រៀបមន់នេះពណ៌សនេះមុនដំបូងគឺឃើញវាចូលសបុកហើយស្មានតែវាពងអញ្ចឹងប៉ុន្តែឥឡូវអត់តាន់ឃើញពងទេអត់ដឹងការទេបងប្អូនចាប៉ុន្តែពេលដែលខ្ញុំដាក់ចូលក្នុងសបុកដាក់ក្នុងទ្រុងធំនេះគឺអាឈ្មោលវាតែងតារត់ជន់មីមេរហូតអញ្ចឹងណាសង្ឃឹមថាវានឹងចិត្តពងឆាប់ហើយបងប្អូនណាចាខ្ញុំឃើញវាចូលក្រាបពងស្មានតែវាពងអីចឹងណាចូលសបុករោពងស្មានតែវាពងអញ្ចឹងណាបងប្អូនចាឥឡូវវានាំគ្នាចូលដេកមកហើយពលល្ងាចចិត្តយប់ហើយអញ្ចឹងហើយវាក៏នាំគ្នាឡើងលើធ្នើម្នាក់មកជាហៀងដើម្បីដេកអញ្ចឹងណាបងប្អូនចានេះចាកន្លែងដាក់ចំណីវាមានទឹកមានកន្លែងដាក់ចំណីដាក់អីចឹងណាបងប្អូនហើយនោះសបុកវាគឺខ្ញុំដាក់សម្រាប់ឲ្យវាពងតែអត់ឃើញពងទេបងប្អូនហើយចានេះមកជាហៀងទៀតចាសម្រាប់ដាក់កុំឲ្យវាឆ្លុះគ្នាអញ្ចឹងណាចាតើដើមគ្នាស៊ីចំណីអញ្ចឹងបងប្អូនចាមានកន្លែងដាក់ទឹកមួយកន្លែងដាក់ចំណីមួយដូចគ្នាបងប្អូនចាអត់ឲ្យចំណែនគ្នាទេអ្នកមកជាហៀងបងប្អូនចាទ្រង់មន់តែប៉ុណ្្នឹងឯងបងប្អូនអត់មានធំទេមកល្មមសម្រាប់ឲ្យវាដេកឲ្យវាដើរហើយអញ្ចឹងណាបងប្អូនចាសិតតែស្លាប់សិតតែរងចាអរគុណបងប្អូនវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេអរគុណបងប្អូនជួយចុច Subscribe Channel YouTube ខ្ញុំម្នាក់មួយផងបងប្អូនស្រឡាញ់វីដេអូដែលខ្ញុំបានបង្ហាញជូនបងប្អូនអំពីសត្វប្រៀបមន់ណាបងប្អូនចា